បាទជំរាបសួរបងប្អូនអរគ្នាជួបគ្នាជាថ្មីនៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GLG Investment ដែលជួបជាមួយនឹងខ្ញុំគុណណាន់នៅថ្ងៃទី12ឧសភា2025នេះខ្ញុំនឹងធ្វើការចែកម្លែកជូនក៏ដូចជាអាប់ដេតទៅលើព្រឹត្តិការណ៍ផ្សេងៗដែលបានពាក់ព័ន្ធដែលបានកើតឡើងតាក់ទងជាមួយនឹងបំរែបំរួលនៃតម្លៃទីផ្សាររបស់យើងបាទយើងបន្តចាប់អារម្មណ៍មើលទៅលើតម្លៃហាងឆេងមាសបាទដែលតម្លៃហាងឆេងមាសកាលពីសប្តាហ៍មុនគឺវាមានការប្រែប្រួលឡើងចំនួន 2% ជាងបាទអញ្ចឹងបើសិនជាផ្ដោតទៅលើត្រឹមថ្ងៃសុក្រគឺវាមានការប្រែប្រួលចំនួន$73នៅក្នុងមួយអោនដែលវាបានប្រែប្រួលនៅក្នុងចន្លោះ$3274រហូតដល់តម្លៃ$3347នៅក្នុងមួយអោនហើយបើយើងគិតជាតម្លឹងវិញគឺស្មើនឹង$88នៅក្នុងមួយតម្លឹងដែលវាបានប្រែប្រួលនៅក្នុងចន្លោះ$3944រហូតដល់តម្លៃ$4032នៅក្នុងមួយតម្លឹងបាទអញ្ចឹងយើងឃើញថាតាក់ទងនឹងបំរែបំរួលតម្លៃហាងឆេងមាសកាលពីថ្ងៃសុក្រគឺហាក់បីជាកំពុងតែរងចាំទៅលើតាក់ទងនឹងលទ្ធផលនៅក្នុងកិច្ចប្រជុំក៏ដូចជាកិច្ចជួបគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិននៅឯប្រទេសស្វីសដែលគេបានលើកឡើងអំពីតាក់ទងនឹងការចរចាទៅលើបញ្ហាតាក់ទងទៅនឹងពន្ធគយដែលយើងតែងតែមានការលើកឡើងថាជាគេហៅថាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះបាទអញ្ចឹងជុំវិញតាក់ទងទៅនឹងលទ្ធផលនៅក្នុងកិច្ចជួបគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺយើងទទួលបានផ្លែផ្កានៃភាពវិជ្ជមានដែលនៅក្នុងនោះគឺមានន័យថាតាក់ទងទៅនឹងការជួបគ្នាគឺហាក់បីជាមិនមានអ្វីដែលកើតឡើងខុសពីការរំពឹងទុកនោះទេដែលគេបានរំពឹងទុករួចមកហើយថាការជួបគ្នានៃប្រទេសមហាអំណាចទាំងពីរនេះគឺប្រកាសជាហុចផ្លែផ្កាក៏ដូចជាសញ្ញាវិជ្ជមាននៅក្នុងការចរចាជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយគ្នាបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយគឺมันបានបញ្ជាក់អំពីតាក់ទងនឹងទំហំភាគរយនៅក្នុងការចរចារវាងប្រទេសទាំងពីរនៅឡើយនោះទេអញ្ចឹងយើងឃើញថាទោះបីយ៉ាងណាក៏ដោយវាគឺជាភាពវិជ្ជមានមួយដែលបានធ្វើឲ្យតម្លៃទីផ្សារគឺវាមានការធ្លាក់ចុះតែម្ដងនៅក្នុងថ្ងៃនេះបាទហើយសម្រាប់ទីផ្សារមាសតែម្ដងគឺនៅក្នុងព្រឹកនេះគឺនៅក្នុងតម្លៃ$3270នៅក្នុងមួយអោនដែលស្មើនឹង$3939នៅក្នុងមួយតម្លឹងដែលនេះបង្ហាញឲ្យឃើញថាកាលពីថ្ងៃសុក្រនៅពេលដែលតម្លៃទីផ្សារមាសបានបិទផ្សារគឺបិទនៅក្នុងតម្លៃ$3325នៅក្នុងមួយអោននេះគឺជាហេតុផលមួយដែលធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះនៅក្នុងព្រឹកនេះតែម្ដងនៅត្រង់ចំណុចនេះខ្ញុំសូមធ្វើការលើកឡើងផងដែរតាក់ទងនឹងរបាយការណ៍នៅក្នុងការនាំចេញរបស់ប្រទេសចិនទៅកាន់ពិភពលោកទាំងមូលនៅក្នុងខែមេសាកន្លងទៅនេះគឺយើងមើលឃើញថាតាក់ទងនឹងការព្យាករណ៍របស់ទីផ្សារគឺមានការធ្លាក់ចុះយ៉ាងខ្លាំងតែម្ដងគឺរហូតដល់ទៅ2%បើធៀបជាមួយទិន្នន័យចាស់គឺ 12.4% ក៏ប៉ុន្តែទិន្នន័យជាក់ស្ដែងដែលចេញនៅក្នុងខែមេសានេះគឺបញ្ជាក់ឲ្យឃើញថាតាក់ទងនឹងការនាំចេញរបស់ប្រទេសចិនគឺមិនខ្លាំងក្លាដូចអ្វីដែលជាការព្យាករណ៍របស់ទីផ្សារនោះទេគឺនៅក្នុងកម្រិត 8.1% ប៉ុន្តែទោះបីយ៉ាងណាក៏ដោយក៏វាបានធ្លាក់ជាងការព្យាករណ៍គ្រាន់តែវាមិនធ្លាក់ខ្លាំងដោយសារតែទីផ្សារគឺគេបានមើលឃើញថាការនាំចេញរបស់ប្រទេសចិនគឺប្រកាសជារងផលប៉ះពាល់ដោយសារតែការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែសម្រាប់ចិនគឺហាក់បីជាមានការប៉ះពាល់តិចតួចតែប៉ុណ្ណោះតែនេះបង្ហាញឲ្យឃើញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដូច្នេះតាក់ទងទៅនឹងការលើកឡើងអំពីរបាយការណ៍នៅក្នុងការនាំចេញរបស់ប្រទេសចិនទៅកាន់ពិភពលោកទាំងមូលនៅក្នុងខែមេសាកន្លងទៅនេះគឺត្រូវបានអ្នកវិភាគលើកឡើងដើម្បីបញ្ជាក់ថាតាក់ទងទៅនឹងការដាក់ពន្ធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនគឺមិនបានធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រទេសចិនខ្លាំងក្លានោះទេដោយឡែកដែលយើងមើលឃើញថាតាក់ទងនឹងរបាយការណ៍គឺនៅតែល្អគួររំលឹកផងដែរថាតាក់ទងនឹងសប្តាហ៍មុនគឺមានចេញរបាយការណ៍តាក់ទងនឹងកិច្ចប្រជុំរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដែលគេបានសម្រេចរក្សាអត្រាការប្រាក់ឲ្យនៅដដែលដូច្នេះតាក់ទងចំណុចនេះក៏បានធ្វើឲ្យលុយដុល្លារហាក់បីជាវាមានការមានសន្ទុះងើបឡើងហើយនៅក្នុងចុងសប្តាហ៍ក៏ដូចជាដើមសប្តាហ៍ថ្មីនេះគឺស្របពេលដែលតាក់ទងនឹងលទ្ធផលនៃកិច្ចជួបគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនក៏បានទទួលបានផ្លែផ្កាផងដែរដូច្នេះហើយទើបធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះតែម្ដងចំណែកឯទីផ្សារផ្សេងៗទៀតនោះមានដូចជាទីផ្សារប្រាក់ទីផ្សារ commodity ក៏អាចនឹងមានឱកាសនៅក្នុងការងើបឡើងផងដែរដោយសារតែទី1គឺតាក់ទងទៅនឹងភាពវិជ្ជមាននៅក្នុងកិច្ចចរចាទៅលើពាណិជ្ជកម្មជាមួយគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលជាហេតុផលមួយធ្វើឲ្យឱកាសនៅក្នុងការវិនិយោគរបស់អ្នកវិនិយោគទាំងអស់មានការកើនឡើងដូច្នេះវាអាចនឹងធ្វើឲ្យតម្រូវការទៅលើផលិតផលផ្សេងៗក៏ដូចជាតាក់ទងទៅនឹងអ្វីដែលយើងបានលើកឡើងថាជាប្រភេទ commodity ដែលក្នុងនោះមានដូចជារូបិយប័ណ្ណអូស្ត្រាលីរូបិយប័ណ្ណញូហ្សេឡង់កាណាដានិងប្រេងឆៅជាដើមដែលជាឱកាសមួយដែលវាអាចនឹងមានការងើបឡើងផងដែរបាទសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទអរគុណបងប្អូនអតិថិជនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងទូទៅទាក់ទងនឹងការវិនិយោគទៅលើទីផ្សារមួយនេះសូមកុំភ្លេចធ្វើការតាមដាននៅវីដេអូក្រោយៗទៀតបាទជាចុងក្រោយខ្ញុំបាទគុណណាន់សូមអរគុណសូមជម្រាបលា